ស្រីអាពេលអូនឯងនិយាយថាបើសិនជាជនសង្ស័យយកម៉ូតូអូនឯងវិញអូនឯងព្រមធ្វើជាសង្សារតើអាហ្នឹងជាធ្នាក់បងឯងឬក៏ជាអន្ទាក់បងឯងជាអន្ទាក់របស់ខ្ញុំមិនគេតែភ្លើយកវាធ្វើសង្សារបងខ្ញុំមិនអាចយកបានទេបើសិនជាស្អាតយកតែវាអាក្រក់ខ្ញុំមិនអាចយកបានទេអូខ្ញុំស្នំពោថាបើសិនជាគាត់បានមើលវីដេអូនេះហើយសូមឲ្យគាត់យកម៉ូតូហ្នឹងមកឲ្យខ្ញុំវិញផងបើឯងយកម៉ូតូហ្នឹងខ្ញុំសុំព្រមធ្វើសង្សារបងឯងមកសួរទៅកាន់ប្រិយមិត្ត SBL ជាទីមេត្រីនៅវេលាម៉ោង 9:05 នាទីនៅថ្ងៃទី19ខែមីនាឆ្នាំ2025សមាជិកនៃអធិការឋានខណ្ឌទួលគោកបានប្រគល់បានម៉ូតូនិចឲ្យទៅជនរងគ្រោះវិញបន្ទាប់ពីរកឃើញក្នុងការខិតខំស្រាវជ្រាវបន្តការចាប់ខ្លួនជនសង្ស័យចំនួន2នាក់និងម៉ូតូធ្វើសកម្មភាពមួយគ្រឿងម៉ូតូជនរងគ្រោះមួយគ្រឿងសរុបទាំងអស់ម៉ូតូ2គ្រឿងបងស្រីអូនមានឈ្មោះអីដែរខ្ញុំឈ្មោះនីតាបងអាយុប៉ុន្មានឯងបង19ហើយអូនឯងមកខណ្ឌទួលគោកអីស្មើនឹងខ្ញុំមកផ្សព្វផ្សាយដល់ខ្ញុំបានម៉ូតូមកវិញបងម៉ូតូដែលឯងបាត់ថ្ងៃទី11មកចូលថ្ងៃទី12ហ្នឹងឥឡូវត្រូវរកឃើញចាបងរកឃើញរយៈពេល1អាទិត្យគឺមួយអាទិត្យខណ្ឌទួលគោកបានរកម៉ូតូអូនឯងវិញចាបងរកឃើញពេលដែលឯងដឹងដំណឹងថាម៉ូតូអូនឯងត្រូវបានរកឃើញវិញតើអូនឯងមានអារម្មណ៍បែបណាចំពោះការខិតខំរបស់សមាជិកមានអារម្មណ៍ថារំភើបបងមានអារម្មណ៍ថាពួកគាត់អស្ចារ្យមែនតើខ្ញុំគិតថាម៉ូតូនឹងរត់ឃើញមានគេប្រាប់ខ្ញុំជាច្រើនថាបើវាបាត់ហើយវាយកទៅស៊ីគ្រឿងក្នុងបាត់ហើយម៉ូតូនឹងវាអាចរកឃើញទេ1000លើ1000ហើយភាគរយមិនអាចរកឃើញបានបើសិនជាម៉ូតូបាត់តែដល់ពេលរយៈពេល1អាទិត្យគាត់ខំមកមានអារម្មណ៍ថារំភើបមែនតើអត់នឹកស្មានគិតថាខ្លួនឯងយកសោកឥឡូវដល់ពេលឃើញផ្ទាល់ព្រោះច្បាស់អញ្ចឹងបានដឹងថាកម្លាំងជំនាញក៏មានស្នាដៃក្នុងការរុះរកដូចជាចាប់បានទាំងជនសង្ស័យនិងម៉ូតូយកមកអនឡាញវិញទៀតចា៎បងគួររំលឹកផងដែរថាយប់ទី11ឈានចូលយប់ទី12បងស្រីបានបាត់ម៉ូតូនៅផ្លូវកម្ពុជាក្រមក្នុងសង្កាត់ទឹកអកមួយខណ្ឌទួលគោកបាទពេលដែលបាត់គឺសមាជិកក៏បានទទួលពាក្យបណ្ដឹងបងស្រីនិងស្វែងរកបាទទាំងជនសង្ស័យទាំងម៉ូតូបងស្រីហ្នឹងបានត្រឡប់មកវិញហើយយប់នេះគឺត្រូវបានប្រគល់បាទឲ្យម្ចាស់ម៉ូតូដើម្បីយកត្រឡប់ទៅវិញហើយបងស្រីអាពេលអូនឯងនិយាយថាបើសិនជាជនសង្ស័យយកម៉ូតូអូនឯងវិញអូនឯងព្រមធ្វើជាសង្សារតើអាហ្នឹងជាធ្នាក់បងឯងឬក៏ជាអន្ទាក់បងឯងជាអន្ទាក់របស់ខ្ញុំមិនគេតែភ្លើយកវាធ្វើសង្សារបងខ្ញុំមិនអាចយកបានទេបើសិនជាស្អាតយកតែវាអាក្រក់ខ្ញុំមិនអាចយកបានទេតែក្នុងន័យដែលឯងលើកឡើងហ្នឹងតើតយកឲ្យណៃវិញតែនេះមិនមែនយកឲ្យដូចជាសមត្ថកិច្ចក្រាបបានហ្នឹងហើយលោកប៉ូលីសអ្នករយខ្ញុំឃើញតែខ្លួនឯងមិនមែនចោលនឹងបកគោយកមកឲ្យខ្ញុំខ្លួនឯងទេប៉ូលីសអ្នករយខ្ញុំទេចុះណៃឃើញបងសមត្ថកិច្ចខណ្ឌទួលគោកមើលទៅសង្ហាខ្លាំងក៏បងហើយមានធ្វើដៃទៀតមានធ្វើដៃខ្លាំងទៀតគេខំទៅយកម៉ូតូដែរនោះអាខ្លះរត់ទៅដល់ខែកដាមែនបងខ្លាំងមែនណាអត់ជឿអត់ស្មានទេបងឥឡូវជាចុងក្រោយណៃមានអីផ្ដាំផ្ញើទៅដល់បងចៅបើសិនជាបានប្រព្រឹត្តហើយឲ្យគាត់មើលគំរូមិនមែនថាលួចគេបានថ្ងៃនេះសុបាយចាយនៅថ្ងៃស្អែកចឹងថ្ងៃក្រោយថាគុកមិនភ្លេចចុងហើយមានអីផ្ដាំផ្ញើទៅដល់បងចៅខ្ញុំប្រាប់ឲ្យបងចៅថាបើគាត់ប្រព្រឹត្តសូមឲ្យគាត់ឈប់ទៅឥឡូវនេះប្រទេសខ្មែរយើងឥឡូវប៉ូលីសខ្លាំងមែនតើរយៈពេលតែមួយអាទិត្យទេតែពីមិនគឺគាត់រកឃើញហ្មងបើថាគាត់ធ្វើចោលឬក៏ប្រព្រឹត្តអីផ្សេងឈប់ទៅប៉ូលីសឥឡូវគឺខ្លាំងមែនតើអាចរកឃើញណាប្រយ័ត្នទៅញ៉ាំបាយក្រហមក្នុងគុកណាបាទអរគុណច្រើនបងស្រីនីតាបាទស្អាតទេអាយុទើបដល់19ឆ្នាំទេបាទអញ្ចឹងគាត់នៅ single ទេបើសិនអាចដាក់ពាក្យអីដាក់ពាក្យបានតាមការផ្សាយផ្ទាល់នេះព្រោះខ្ញុំមានលេខ Telegram គាត់ហើយមិនបាច់តម្លាក់លេខតម្លាក់ទីតាំងបាទបងប្អូនមើលបងសួរឲ្យតិចមើលអូនឯងមកចាំម៉ូតូនេះបាទបាទគឺអូនឯងសុបាយចិត្តហ្នឹងថ្ងៃហ្នឹងសុបាយចិត្តបានឃើញម៉ូតូវិញជួយបានឃើញម៉ូតូវិញបាទហើយហ្នឹងម៉ូតូបងឯងណាបាទបងបាទច្បាស់ហ៎អូនឯងបាត់ម៉ូតូថ្ងៃទី11 12យប់ហ្នឹងហើយបងបាទហើយឃើញម៉ូតូវិញណាឃើញបងឃើញហើយតាមរយៈណាម៉ូតូហ្នឹងឃើញវិញតាមរយៈប៉ូលីសបាទប៉ូលីសអត់ឃើញហើយបងបាទចុំហើយអ្នកយកម៉ូតូណៃគ្នាប៉ុន្មាននាក់2នាក់បង2នាក់បាទម៉ាត់កិច្ចយកមកបានទាំងពីរបងបាទ2នាក់ចុំម៉ាត់កិច្ចខ្លាំងមែនខ្លាំងអែមហួរបាទអែមហើយម៉ូតូមើលមានបាត់អីមានប្រែពណ៌ប្រែអីម៉ូតូអត់ទេនៅល្អបងថាស៊ីគ្រឿងអត់តែដល់ពេលខ្ញុំមកទៅឃើញល្អតែបានខ្ញុំចិត្តថាអត់អីមើលបងប្អូនពេលដែលណៃបាត់ណៃមាននឹកស្មានថាសមត្ថកិច្ចយើងខ្លាំងពូកែហើយឈានទៅដល់ការស្រាវជ្រាវគាត់បានជនសង្ស័យបានយកម៉ូតូណៃមកវិញអត់ណៃមានគិតទេ
cái bóng tha trao tao bây giờ tới tha trao tao bây giờ tới tha ban mà vinh thế ban mà tết chiếc mà cách do mà ban vinh là ban của cô lời bình nó dùng năng nó bà ấy mới ôn vào và tôi lưu tha băng lúa kia thế rồi bà là ban màn khai màn nam ấy chất đai chứ nó chất đá chứ nó so hai màn khaiទៀត ពី3ខែទេ ពី3ខែទៀតអីនេះជាមេរៀនណាបងអូនថ្ងៃក្រោយទុករបស់អីជន់ឆ្លៀកអាកាសវាចាំតែលួចទេអញ្ចឹងដល់យើងចេះប្រយ័ត្នរបស់យើងតែ5នាទីក៏វាអាចបាត់ដែរបើសិនជាយើងធ្វើប្រហែសអូខេបងអូន ស្មារតីថាសូមអរគុណដែលបានជួយរងបន្តឲ្យខ្ញុំវិញខ្ញុំមានសម្រាប់ដៃ10ជួយអរគុណបលិសទៅទីណាក៏ស៊ីមានបានតាក់ជុំអរគ្នា អរគុណបងអូនអរគុណនៅយប់ទី19សមត្ថកិច្ចនៃអធិការដ្ឋានខណ្ឌទូកកបានប្រគល់បាទសម្ភារៈដែលបាត់បង់ហ្នឹងទៅម្ចាស់ម៉ូតូវិញគួររំលឹកផងដែរថានៅយប់ថ្ងៃទី11ឈានចូលទី12ជនរងគ្រោះគឺបានបាត់ម៉ូតូនៅចំណុចផ្លូវកម្ពុជាក្រមក្នុងសង្កាត់ទឹកល្អមួយខណ្ឌទូកករាជធានីពេញបន្ទាប់ពីបាត់ជនរងគ្រោះក៏បានដាក់ពាក្យបណ្ដឹងនិងបន្តការស្រាវជ្រាវឈានទៅដល់ការចាប់ខ្លួនជនសង្ស័យនៅម្ដុំទឹកថ្លាម្នាក់និងម្ដុំអង្គស្នួរខេត្តកណ្ដាលម្នាក់បាទសរុបទាំងអស់បាន2នាក់យកមកអធិការដ្ឋានខណ្ឌទូកកនិងបកគលសម្ភារៈដែលបាត់បង់ឲ្យទៅជនរងគ្រោះវិញផងដែរជនរងគ្រោះក៏បានសូមថ្លែងអំណរគុណទៅដល់ស្នងការអង្គការរងរួមទាំងលោកអធិការនគរបាលបានខិតខំដឹកនាំបាទតាមចាប់ជនសង្ស័យដែលធ្វើសកម្មភាពកាច់កម៉ូតូនៅយប់ថ្ងៃទី11ឈានចូលថ្ងៃទី12ខែមីនាឆ្នាំ2025បានប្រគល់សម្ភារៈដែលបាត់បង់ឲ្យជនរងគ្រោះវិញផងដែរអរគុណណាស់ប្រិមិត្តដែលខំចំណាយពេលតាមដានទស្សនាខ្ញុំបាទចង់ខ្ពស់នឹងក្រុមការងារបើសិនជាការអធិប្បាយលុះខ្វះខាតចំណុចណាសំរុំសូមខន្តីអបតោលលំអិនតាមខ្ញុំនឹងអាប់ដេតទៅគេហទំព័រ SBL News អរគុណសូមគោរពលា